បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានទស្សនាវីដេអូនេះបាទវីដេអូនេះដែលខ្ញុំបង្ហាញបញ្ហាដែលខ្ញុំចិញ្ចឹមខ្យងបាទដែលខ្ញុំកំពុងតែជួបប្រទះបាទគឺវាមានបញ្ហាវាឡើងតង់បែបហ្នឹងវាឡើងចេញពីអាងវាព្យាយាមឡើងរហូតដល់ធ្លាក់ដីធ្លាក់អីក៏មានដែរហើយដោយសារនេះមេឃវាទឹមភ្លៀងអញ្ចឹងខ្ញុំសង្ស័យទៅលើទឹកភ្លៀងប៉ុន្តែនេះគាត់ថាសង្ស័យប៉ុន្តែខ្ញុំអត់ដឹងថាវាជាបញ្ហាអីប្រកាសដែរព្រោះតាំងពីមានភ្លៀងធ្លាក់ហ្នឹងមកគឺវាឡើងបែបហ្នឹងនឹងវាឡើងទម្លាក់និយាយទៅវាឡើងចេញពីទឹកមកអត់ដឹងថាវាបញ្ហាទឹកឬក៏បញ្ហាចកហ្នឹងវាស្ទះវានៅអត់កើតឬក៏អត់ដឹងថាម៉េចដែរពីដំបូងឡើយគឺខ្ញុំដាក់គឺ VC ចកប៉ុណ្ណេះ VC តែ2ថ្ងៃ3ថ្ងៃអស់តែនេះដាក់អត់ស៊ីហើយចកខាងណាក៏វាកើតអត់ដែរតែស៊ីលែងតន់ឥឡូវនេះមកមូលហេតុអត់តន់ឃើញទេអញ្ចឹងបងប្អូនណាដឹងជួយ comment ប្រាប់ផង comment ប្រាប់ពីមូលហេតុហើយនឹងដំណោះស្រាយឲ្យផងខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទោះជាយើងដូរទឹកថ្មីឬចកនេះហើយចកស្លឹកធំនេះឬចកនឹងចេញអស់ក៏វានៅតែបែបហ្នឹងទឹកដូរថ្មីយ៉ាងម៉េចក៏នៅតែបែបហ្នឹងហើយនៅពេលដែលខ្ញុំសង្កេតមើលគឺនៅពេលដែលវាឡើងបែបហ្នឹងគឺវាអត់ស៊ីចំណីទេហើយគឺវាឡើងចង់ធ្លាក់ពីដីនេះកម្ពស់វាប្រហែលជា4ទឹកជាងចិត្តកន្លះម៉ែត្រដែរណាអញ្ចឹងវាឡើងបែបហ្នឹងគឺនេះវាឡើងអញ្ចឹងហើយវាអត់ធំទេដោយសារអីវាអត់ស៊ីអាយុវាត្រូវ3ខែធំអីនេះ3ខែអត់ទាន់តែប៉ុណ្្នឹងវាអត់ស៊ីហ្មងវាឡើងទុំលើស្លឹកអញ្ចឹងហ្នឹងវាឡើងអញ្ចឹងមានបងប្អូនណាដឹងជួយ comment ប្រាប់ផងបាទបើសិនជាខ្ញុំសាកល្បងដំណោះស្រាយទៅជោគជ័យខ្ញុំនឹងបង្ហាញធ្វើវីដេអូបង្ហាញចែកម្លែកអ្នកដែលមានបញ្ហាដូចខ្ញុំឲ្យគាត់ដឹងបាទសូមអរគុណសម្រាប់ទស្សនាវីដេអូនេះ